អ្នកលក់បកកែ មិនមែនបកកែលក់ផលិតផលទេអ្នកលក់ដែលបកកែគឺគេបកកែលក់តម្រូវការនោះគឺតម្រូវការរបស់អតិថិជនណាមិនមែនតម្រូវការរបស់យើងទេកុំផន់ច្រឡំថាតម្រូវការរបស់យើងលក់យើងគិតថាល្អយើងលក់មែនទេអញ្ចឹងអ្នកលក់បកកែហ្នឹងគឺគាត់លក់តម្រូវការបានន័យថាគាត់ក្តាប់បានពីតម្រូវការរបស់អតិថិជនគាត់ដឹងបានគាត់យល់បានគាត់ស្វែងរកឃើញពីតម្រូវការរបស់អតិថិជនអូអ្នកលក់ទាំងឡាយណាដែលយល់ពីតម្រូវការអតិថិជនណាអ្នកលក់នោះគឺអ្នកលក់បកកែមែនទែនពីព្រោះយើងសាកសម័យមើលបើសិនជាមាននរណាម្នាក់មកដឹងថាយើងត្រូវការអីយើងចង់បានអ្វីនោះហើយគេយកអានឹងមកឲ្យយើងតើយើងមានអារម្មណ៍បែបណាអញ្ចឹងយ៉ាងណាមិញអតិថិជនដូចគ្នាយើងមានអារម្មណ៍ថានៅពេលដែលយើងបានយល់អំពីតម្រូវការរបស់គាត់ហើយយើងលក់តម្រូវការនឹងឲ្យគាត់ណាអញ្ចឹងអានោះហើយដែលយើងខ្លាចជាអ្នកលក់ពូកែប៉ុន្តែវាមិនមែនសាមញ្ញពេកទេដែលយើងអាចដឹងអាចយល់ពីតម្រូវការរបស់អតិថិជនបាននោះគឺវាទាមទារឲ្យយើងចេះធ្វើការស្វែងយល់បាទពីអតិថិជនឲ្យបានស៊ីជម្រៅបាទអញ្ចឹងវីដេអូបន្ទាប់យើងនឹងមាននិយាយអំពីការស្វែងយល់ស៊ីជម្រៅទៅលើអតិថិជនថាតើយើងស្វែងយល់ដោយរបៀបណាបាទពេញចិត្តវីដេអូនេះបាទសូមធ្វើការចែករំលែកបន្តសូមអរគុណ